បាទសួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាម្ដងទៀតហើយជាមួយខ្ញុំបាទសុភ័ក្រហើយមកជួបគ្នាជាមួយនឹងអាវសដដែលអូខេអញ្ចឹងនៅក្នុងវីដេអូមួយនេះផងដែរគឺខ្ញុំមកឆ្លើយតបទៅកាន់បងប្អូនផងយើងពី sister ម្នាក់ដែលគាត់បាន comment សួរមកកាន់ខ្ញុំនៅក្នុង channel YouTube ផងខ្ញុំដែលគាត់ចង់ដឹងថាតើពេលគាត់តម្លើងសារក៏ដូចជាទាញ setting ជាផ្សេងនៅក្នុងកាមេរ៉ា RAW ឬក៏ Adobe Lightroom ពេលគាត់ទាញហើយវាបែរជាឡើងគ្រាប់ noise ទៅលើរូបភាពផងពួកគាត់អញ្ចឹងគាត់ចង់ដឹងថាយើងមានវិធីសាស្ត្របែបណាក៏ដូចជាខ្ញុំមានវិធីសាស្ត្របែបណាក្នុងការផ្ដាច់គ្រាប់ noise ចេញពីរូបភាពដើម្បីឲ្យរូបភាពរបស់យើងមើលទៅល្អហើយស្អាតជាងមុនជាមួយនឹងរូបភាព Faro ណាអូខេអញ្ចឹងកុំឲ្យខាតពេលយូរនៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីការផ្ដាច់គ្រាប់ noise ចេញពីរូបភាព Faro ផងយើងជាមួយនឹងកាមេរ៉ា RAW filter ដែលមាននៅក្នុង Adobe Photoshop ផងយើងអូខេតោះអញ្ចឹងកុំឲ្យខាតពេលយូរចូលទៅតាមដានជាមួយខ្ញុំទាំងអស់គ្នាអូខេឥឡូវយើងបានចូលមកកាន់ Adobe Photoshop របស់ខ្ញុំហើយអញ្ចឹងខ្ញុំយករូបមួយ select ដែលខ្ញុំបាន download មកជារូបភាព Faro ខ្ញុំដាក់បញ្ចូលទៅកាន់ឲ្យអ្នកទាំងអស់គ្នាបានមើលទៅពេលយើងដាក់រូបភាព Faro ចូលទៅកាន់ Adobe Photoshop គឺវាបើកជាផ្ទាំង Faro បែបនេះហើយក៏សូមអធិស្ឋានផងដែរនៅក្នុងកុំព្យូទ័រខ្ញុំរយៈនេះខ្ញុំនៅតែនិយាយថា slow ដោយសារតែខ្ញុំមានផ្ទុកអីច្រើននៅលើកុំព្យូទ័ររបស់ខ្ញុំអញ្ចឹងវារៀង slow អូខេអញ្ចឹងនេះរូបភាពរបស់យើងណាហើយរូបភាពរបស់យើងជាទូទៅរូបដែលមានក្រប noise ច្រើនពាក្យច្រើនមិនសូវfocus អត់សូវច្បាស់នេះរៀង blur អញ្ចឹងណាហើយវារៀងបែកក្រប noise អូខេបែកតិចអញ្ចឹងហើយបានធ្វើឲ្យការកែផងយើងវាមានក្រប noise លាយឡំជាមួយនឹងរូបភាពផងយើងផងដែរអញ្ចឹងពេលយើងកែឧទាហរណ៍ថាខ្ញុំដាក់ color មួយខ្ញុំសូមដាក់ color មួយបង្ហាញទៅកាន់អ្នកទាំងអស់គ្នាខ្ញុំយក color ផងខ្ញុំតែម្ដងអានេះ color អូខេអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំដាក់ color មួយនេះខ្ញុំដាក់ color ហ្នឹងចុះហើយ color នេះ color ផិនគីមហុងដែលគាត់បានទិញឲ្យខ្ញុំទិញពីខ្ញុំបានកាច់ឲ្យគាត់ជា color CPU អញ្ចឹងខ្ញុំយកវាមកដាក់ test ជាមួយនឹងរូបភាព outdoor អូខេអញ្ចឹងខ្ញុំទាញវាបន្ថែមអញ្ចឹងវាអត់ត្រូវរូបភាពរបស់យើងដាក់ color ឬក៏យើងទាញ color ហើយវាអត់តន់ត្រូវយើងទាញវាបន្ថែមអញ្ចឹងឧទាហរណ៍ថាយើងទាញទៅវាភ្លឺមកល្មមទាញ shadow អីទៅភ្លឺមកល្មមប៉ុន្តែពេលយើងព្រិចមករូបភាពផងយើងបែកក្រប noise ឧទាហរណ៍ថាវាបែកក្រប noise បែបនេះយើងដាក់ shadow ឡើងទៀតទៅរូបយើងអត់ច្បាស់វាបែកក្រប noise នេះវាបែកក្រប noise ទូចបែបហ្នឹងនេះក្រប noise អាហ្នឹងគេហៅមកក្រប noise ហើយអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នា noise ខ្លាំងជាងហ្នឹងឧទាហរណ៍ថាអ្នកទាំងអស់គ្នាបន្ថែម sharp សម្រាប់ការបន្ថែម sharp ផងយើងឡើង sharp វាថែមថាឥឡូវខ្ញុំឡើងទៅដល់100ឧទាហរណ៍ខ្ញុំឡើង sharp ហ្នឹងឡើងដល់100អញ្ចឹងក្រប noise ផងយើងកាន់តែច្បាស់នេះកាន់តែច្បាស់បែក noise ទូចក្របបែបនេះឃើញទេឃើញឡើងដៃនេះឃើញក្រប noise អញ្ចឹងការផ្ដាច់ក្រប noise ហ្នឹងវាមានវិធីសាស្ត្រផងវាដោយសារតែឥឡូវនេះកាមេរ៉ា RAW filter ផងយើងក៏ដូចជា Adobe Lightroom ផងយើងគឺវាមាន option ក្នុងការផ្ដាច់ noise ដោយ automatic គេហៅថា AI ដែលយើងប្រើងាយស្រួលបំផុតក្នុងការផ្ដាច់គ្រាន់តែយើងคลิกទៅលើរូបភាពផងយើងមួយទៅគឺវាជួយក្នុងការផ្ដាច់ noise ឲ្យយើងបានល្អមែនទែនប៉ុន្តែគ្រាន់តែយើងចំណាយពេលទៅលើរូបមួយក្នុងការផ្ដាច់ក្រប noise ហើយវានឹងបង្កើតរូបថ្មីមួយទៀតដែលជារូបច្បាស់ល្អមកកាន់យើងអូខេអញ្ចឹងអ្វីដែលយើងអាចផ្ដាច់បានយើងគ្រាន់តែចុចទៅកន្លែងនេះ Disnoise នេះយើងចុចទៅកន្លែង Disnoise ហ្នឹងមកហើយបើបងប្អូនណាដែលមានកាមេរ៉ា RAW filter មិនទាន់អាប់ដេតឡើងទៅដល់ version ខ្ពស់ដោយអត់ទាន់មាន Disnoise នេះអ្នកទាំងអស់គ្នាអាចមើលខាងក្រោមកន្លែងនេះគេហៅថាMinor Noise Reduction អញ្ចឹងយើងអាចទាញកន្លែងនេះបានដើម្បីឲ្យផ្ដាច់ noise តែទាញមកល្មមបានហើយនេះឃើញវាជួយផ្ដាច់ noise មកល្មមបើយើងទាញខ្លាំងវាអាចទៅចូលជាកមួននេះវាផ្ដាច់ noise បានល្អដែរតែវាអាចនឹងចូលជាកមួនចូលជារៀង blur រូបភាពផងយើងដោយរូបភាពផងយើងហ្នឹងវារៀងគេហៅថារៀង blur ហើយបើយើងទាញអានឹងកាន់តែខ្លាំងទៀតរូបភាពផងយើងវានឹង
cái tha nâng bờ căn được khăn chẳng nhưng thử mưa cái lại nâng ở ba đáy trong ca tiên về nhé chỉ mới như mưa before after thế rộng nồi giống bắt đặt thấy vi riêng bờ khăn đài thế ok môi tiềnពេលបងប្អូនមានខ្ញុំបែកនេះមកវិញពេលបងប្អូនមាន destroy នេះអ្នកទាំងអស់គ្នាគ្រាន់តែ click លើ destroy ហ្នឹងទៅវានឹងដំណើរការ AI ឲ្យយើងតែម្ដងខ្ញុំចុចលើ destroy ហ្នឹងជាមួយខ្ញុំព្រិចឡាញ់ noise ឲ្យអ្នកទាំងអស់គ្នាមើលម្ដងទៀតឲ្យច្បាស់នេះឃើញបែក noise បែបហ្នឹងណាឲ្យច្បាស់ថាបែប noise បែបណាអូខេទាំងផ្ទៃមុខយើងមើលមកនេះបែកក្រប noise ខ្លាំងអញ្ចឹងយើងចង់ផ្ដាច់វាអញ្ចឹងយើងគ្រាន់តែ click this noise ហ្នឹងមកអូខេវានឹងដំណើរការ AI ឲ្យយើងហើយការដំណើរការហ្នឹងប្រហែលជាអាចទាញ speed computer បន្តិចសម្រាប់ខ្ញុំទាញខ្លាំងមែនទែនដោយសារខ្ញុំ slow ស្រាប់ហើយអញ្ចឹងសូមចាំមក plate ទៅអូខេអញ្ចឹងនេះវាបានរួចរាល់ហើយចាំមើលវាបញ្ចេញរូបឲ្យយើងមើលនេះវាកំពុងដំណើរការរួចរាល់អូខេអ្នកទាំងអស់គ្នាបានឃើញទេឃើញរូបយើងដាច់ណយទេចាំមើលរូបពីមុនខ្ញុំបិទភ្នែកឡើងនេះរៀងណយខ្លាំងដល់ពេលយើងបើកមកវិញរូបយើងដាច់ណយអស់ហើយច្បាស់ល្អទៀតអូខេហើយច្បាស់ល្អទៀតអូខេអត់មានblur ក៏ដូចជាគេហៅថា noise ក្រប noise ល្អិតទូចដូចមុនទៀតទេខ្ញុំបើកម្ដងទៀតខ្ញុំបិទភ្នែកកន្លែងនេះអូខេខ្ញុំបិទភ្នែកនេះរូបដែលយើងអត់តាន់បានផ្ដាច់ noise យើងបើកភ្នែកមកវិញមកយើងផ្ដាច់ noise នេះខ្ញុំទាញវាឡើងបន្តិចយើងមើលកន្លែងដៃនេះអូខេរូបដែលយើងអត់តាន់បានផ្ដាច់ noise នេះរូបដែលយើងផ្ដាច់ noise ហើយអូខេហើយរូបច្បាស់ល្អទៀតអូខេច្បាស់មែនទេអញ្ចឹងក្នុងការផ្ដាច់ noise អ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាអត់មានអ្នកទាំងអស់គ្នាគួរតែ update កាមេរ៉ា raw filter អ្នកទាំងអស់គ្នាឲ្យឡើងរៀងខ្ពស់តិចទៅ17ចុងក្រោយគេមិនអស់ក៏បានដែរដោយអ្នកទាំងអស់គ្នានឹងបាននៅកន្លែង disnoise ឡើយហ្នឹងកន្លែងគេ AI ក្នុងការផ្ដាច់ noise ហើយក្នុងការផ្ដាច់ noise នេះវាមានជាអីគេហៅថាកម្រិតphânវាទៀត opacity phânវាទៀតនេះយើងអាចទាញកម្រិតវាឡើងឲ្យវាខ្លាំងជាងហ្នឹងក៏បានយកដល់80ឃើញវា smooth កាន់តែ smooth ទេហើយការផ្ដាច់ noise វាកាន់តែខ្លាំងទៅតាមហ្នឹងអូខេតែបើយើងយកខ្លាំងពេករូបហ្នឹងវាអាចនឹងចូលទៅជាកមួនដោយសារតែវាផ្ដាច់ noise អស់ហើយវាធ្វើឲ្យរូបផាន់យើង smooth បែបជាកមួនអញ្ចឹង maximum គេដាក់មក50យើងយកត្រឹម50ទៅល្អបំផុតអូខេអញ្ចឹងខ្ញុំដាក់ before after អ្នកទាំងអស់គ្នាមើលនេះអូខេ before អត់សូវច្បាស់ទេ after ផងយើងច្បាស់កន្លែងណាហើយ noise វាកាត់ឲ្យយើងស្អាតទៀតអូខេ noise វាកាត់ឲ្យយើងស្អាតទៀតឃើញទេនេះគឺជាការផ្ដាច់ noise នៅក្នុង Adobe Photoshop ជាមួយនឹងកាមេរ៉ា raw filter ផងយើងហើយយើង open ទៅវានឹងរត់ចូលទៅកាន់ Adobe Photoshop ហើយទៀតប៉ុន្តែនៅក្នុង Adobe Photoshop ក៏មានកន្លែងផ្ដាច់ noise ដែរតែវាផ្ដាច់អត់ល្អដូចកន្លែង disnoise មិញដែលជា AI ហើយក្នុងការផ្ដាច់ noise នៅក្នុង Adobe Photoshop យើងចូលទៅកាន់ filter ហើយយើងយកនេះ noise យើងយកនេះ reduce noise យើងយកមកវាមានកន្លែងផ្ដាច់ noise វិញវាមាននេះ reduce color noise អញ្ចឹងទៅអ្នកទាំងអស់គ្នាមើលតាមនឹងថែមទៅវានឹងអាចផ្ដាច់ noise ឲ្យយើងថាទាញទៅតាមនឹងលេងណាដើម្បីចង់ដឹងវាដោយសារតែខ្ញុំអត់បានបញ្យល់អ្នកទាំងអស់គ្នាក្បោះក្បាយនៅក្នុង noise reduce noise នៅក្នុង Adobe Photoshop នេះទេអូខេអញ្ចឹងនេះគឺការផ្ដាច់ noise នៅក្នុង Adobe Photoshop ផងយើងអូខេ
អូខេអញ្ចឹងវីដេអូមួយនេះខ្ញុំមានតែប៉ុណ្្នឹងហើយក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមដល់ចប់ផងដែរហើយម្យ៉ាងវិញទៀតបើសិនជាមានកន្លែងណាក៏ឆ្គងក៏ដូចជាការនិយាយទៅវារអាក់រអួលហើយមាននិយាយទៅលឺលុះរងណាក៏សូមអធិស្ឋានពីសំណាក់បងប្អូនផងហើយការចែកម្លែកផងខ្ញុំនេះគឺជាការចែកម្លែកនៃចំណេះដឹងតិចតួចដែលខ្ញុំមានទៅកាន់បងប្អូនទាំងអស់គ្នាទេហើយម្យ៉ាងវិញទៀតសម្រាប់បងប្អូនថ្មីដែលបានចូលមកកាន់នៅ Channel YouTube ផងខ្ញុំកុំភ្លេចជួយចុច Subscribe ក៏ដូចជាចុចសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននៅចំណេះដឹងថ្មីក៏ដូចជាទទួលបាននៅវីដេអូថ្មីពីខ្ញុំផងដែរអូខេអញ្ចឹងសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ